ពាណិជ្ជកម្មរបស់ថៃជាមួយកម្ពុជាបានធ្លាក់ចុះស្ទើរតែដួលរលំក្រោកលែងរួចដោយធ្លាក់ដាំក្បាលរហូតដល់99កណ្ដាសញ្ញា9%កាលពីខែសីហាឆ្នាំ2025នេះបើយោងតាមនាយកដ្ឋានពាណិជ្ជកម្មបរទេស DFT របស់ថៃ DFT បានបញ្ជាក់ថាពាណិជ្ជកម្មតាមព្រំដែនរបស់ថៃបានធ្លាក់ចុះ23កណ្ដាសញ្ញា6%ក្នុងខែសីហាមកត្រឹម63កណ្ដាសញ្ញា9000លានបាតដោយឡែកពាណិជ្ជកម្មរវាងប្រទេសថៃជាមួយកម្ពុជាបានធ្លាក់ចុះមកត្រឹម10លានបាតតែប៉ុណ្ណោះឬស្មើនឹងធ្លាក់ចុះ99.9%យោងតាមរបាយការណ៍ពីការធ្លាក់ចុះនៃការធ្វើពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសថៃជាមួយកម្ពុជាស្របពេលដែលប្រទេសនេះត្រូវស្ដីបន្ទោសថាបានបង្កឲ្យមានការប្រយុទ្ធគ្នានៅតាមតំបន់ព្រំដែននិងបានសម្រេចចិត្តបិទព្រំដែនគោកជាមួយប្រទេសកម្ពុជាជាឯកតោភាគីដែលធ្វើឲ្យកម្ពុជាហាមឃាត់ការនាំចូលទំនិញសំខាន់ៗមួយចំនួនពីប្រទេសថៃដូចជាបន្លែផ្លែឈើប្រេងឥន្ធនៈនិងឧស្ម័នជាដើមបន្ថែមពីនោះប្រជាពលរដ្ឋកម្ពុជាបានធ្វើពហិការទំនិញនាំចូលពីប្រទេសថៃយ៉ាងទូលំទូលាយប្រកបដោយការតាំងចិត្តដែលធ្វើឲ្យលំហូរទំនិញរបស់ប្រទេសនេះចូលប្រទេសកម្ពុជាត្រូវកកស្ទះលោកអារ៉ាដាហ្វុងតុងអគ្គនាយកនៃនាយកដ្ឋានពាណិជ្ជកម្មបរទេសថៃស្រង់សម្ដីដោយកាសែត Tiger ថាពាណិជ្ជកម្មថៃជាមួយនឹងប្រទេសជិតខាងនៅក្នុងខែសីហាបានធ្លាក់ចុះយ៉ាងខ្លាំងហើយការនាំចេញបានធ្លាក់ចុះ30.1%មកត្រឹម33.95ពាន់លានបាតខណៈដែលការនាំចូលធ្លាក់ចុះ14.5%មកត្រឹម29.98ពាន់លានបាតដែលធ្វើឲ្យប្រទេសថៃមានអតិរេក3.96ពាន់លានបាត